ឋានការដែលកំពុងតែពុះពោនៅក្នុងចំនួនថៃនិងហ៊ុនសែនបានបន្តទៅទៀតនៅក្នុងពេលនេះថៃចេះតែបង្ករឿងថ្មីតែរឿងថ្មីនោះបង្កើតបានជាភាពចរចាគឺថៃបង្គាប់បញ្ជាគ្រប់ពេលវេលាមកលើលោកហ៊ុនសែននៅពេលដែលលោកហ៊ុនសែនច្បាំងឈ្នះថៃឡើងប៉ោងខោថៃក៏ជាអ្នកចាញ់ហើយក៏បង្គាប់បញ្ជាមកលើលោកហ៊ុនសែនគ្រប់លក្ខខណ្ឌទាំងអស់យើងមិនទាន់យល់ដឹងច្បាស់នៅឡើយអំពីសេចក្តីប្រកាសរួមថាវាបន្តសកម្មភាពទៅមុខទៀតឬយ៉ាងណាទេណាយើងមិនទាន់ដឹងអំពីសេចក្តីប្រកាសរួមថាវាបន្តទៅមុខទៀតឬយ៉ាងណាទេគ្រាន់តែយើងឃើញថាការឈប់បាញ់គ្នាបន្តមានតទៅទៀតនៅពេលដែលខាងកម្ពុជាមិនឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ថៃដែលបង្កហេតុឡើងនោះទេទោះបីជាយ៉ាងណាក៏ដោយកលល្បិចរបស់លោកហ៊ុនសែននិងកលល្បិចរបស់ថៃប្រឈមនឹងគ្នាជានិច្ចជារៀងរាល់ថ្ងៃបាទប្រឈមគ្នាជានិច្ចជារៀងរាល់ថ្ងៃបាទប្រឈមគ្នាជានិច្ចជារៀងរាល់ថ្ងៃបានសេចក្តីថាអ្វីដែលជាទំនាស់រវាងថៃនិងលោកហ៊ុនសែនកំពុងតែបន្តទៅទៀតក្នុងពេលដែលភាគីទាំងពីរប្រឹងប្រែងរកដំណោះស្រាយដែលខ្លួនចង់បានជាគោលដៅរឿងទំនាស់ដែលកើតឡើងរហូតដល់បាញ់បោះគ្នានៅថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28កើតឡើងពីទំនាស់មុខមាត់កិត្តិយសរបស់ពួកទាហានថៃដែលចាត់ទុកថាលោកហ៊ុនសែនកកកកាយក្នុងកិច្ចការផ្ទៃក្នុងរបស់គេភាពក្អេងក្អាងរបស់លោកហ៊ុនសែនត្រូវបានថៃសាក់លបងវាយប្រហារហើយក៏ឃើញថាថៃទទួលបរាជ័យរីឯលោកហ៊ុនសែនបានជោគជ័យឡើងប៉ោងខោទើបថៃឥឡូវនេះចេះតែខំប្រឹងចង់រករឿងតទៅទៀតធម្មតាអ្នកចាញ់តែងតែរករឿងអ្នកឈ្នះរីឯអ្នកឈ្នះដែលប៉ោងខោហើយតែងតែរកដំណោះស្រាយនៅក្នុងគណៈនេះណារាល់ពេលដែលលោកហ៊ុនសែនចាប់ក្បាលមីក្រូហ្វូនវាក៏คล้ายទៅជាចំណៃររឿងរបស់ទាហានថៃព័ត៌មានអាប់ដេតបានឲ្យដឹងថាព័ត៌មានអាប់ដេតបានឲ្យដឹងថាពួកទាហានថៃនៃគណៈបូព៌ាបូរផា Task Force បានបញ្ជូនទាហានឲ្យទៅជួយច្រូតស្រូវប្រជាកសិករថៃនៅភូមិនងច័ន្ទនិងនងយ៉ាកែវនងច័ន្ទនិងនងយ៉ាកែវការដែលបញ្ជូនទ័ពទៅច្រូតស្រូវនេះគឺជាកលល្បិចរបស់ថៃក្នុងការបង្កហេតុហើយនឹងបង្ហាញថាទឹកដីនោះថៃក៏ចេះតែរៀបត្បាតយើងមិនដឹងសោះឡើយថាតើ1ចង្អាម1ម៉ែត្រឬក៏100ម៉ែត្រដែលថៃតែងតែអង្គៀមដើម្បីយកទីធ្លានៅក្នុងពេលដែល JBC កម្ពុជាថៃកំពុងធ្វើការវាស់វែងឬព្រមព្រៀងក្នុងចំណុចនៃបង្គោល42ដល់46 47នោះនេះគឺជាអ្វីដែលថៃកំពុងធ្វើគឺគណៈបូព៌ានៃកងទ័ពថៃភូមិភាគ1បានចុះទៅជួយប្រជាកសិករនៅនងច័ន្ទនងយ៉ាកែវឃុំនងម៉ាក់មូនស្រុកគោកសុងណាស្រុកគោកសុងស្រុកគោកទុំខេត្តសាកែវថៃបានបញ្ជូនទាហានឲ្យទៅច្រូតស្រូវប្រជាកសិករថៃនៅភូមិនងយ៉ាកែវដើម្បីនឹងឆ្លៀតឱកាសរករឿងពង្រីកអង្គៀមដីនៅម្ដុំនឹងយកប្រៀបលើហ៊ុនសែនបាទនឹងគឺជាការដែលរករឿងគ្នាទៅវិញមកជាល្បិចកលរបស់ថៃនៅខាងនងច័ន្ទនងយ៉ាកែវរីឯនៅខាងព្រំដែនកម្ពុជាថៃនៅនឹងត្រាតនៅនឹងខេត្តត្រាតវិញថៃបានអះអាងទាមទារថាផ្ទះ3ខ្នង
នៅជាប់នឹងភូមិនងរីនៃឃុំចម្រាក់ស្រុកមួងខេត្តត្រាត់ខ្មែរសង់នៅលើដីថៃវារស់អស់មួយខ្នងឬក៏ពីរខ្នងហើយឥឡូវនេះកងទ័ពជើងទឹកថៃកំពុងតែរករឿងលោកហ៊ុនសែនលើកាស៊ីណូមួយដែលវាថាកាស៊ីណូហ្នឹងសង់មកលើដីរបស់វានៅជាប់នឹងស្រុកថ្មដានៃខេត្តពោធិ៍សាត់ដែលវាថានៅលើដីវាហើយវាទៀមទាឲ្យរុះរើសំណង់កាស៊ីណូនេះចាញ់ហើយបើសិនជាវារុះរើវានឹងគិតថ្លៃឈ្នួលដល់លោកហ៊ុនសែនគឺវារករឿងអត់ជប់ទេនេះគឺជាព័ត៌មានថ្ងៃនេះបាទព័ត៌មានថ្ងៃនេះចំណែកឯចំណាប់ដែលវាចាប់ឆ្លើយសឹក18នាក់នោះវាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលលោកហ៊ុនសែនមិនអើពើដល់វាសនានៃឆ្លើយសឹកដែលនៅក្នុងឃុំសៀមកងទ័ពជើងទឹកថៃបានបិទកម្មវិធីទេសចរប្រចាំថ្ងៃដែលសាធារណជនទៅទស្សនានាវាផ្ទុកយន្តហោះចក្រៃណូរ៉ឺបេតហើយចាប់ផ្ដើមរៀបចំនាវាផ្ទុកយន្តហោះចក្រៃណារ៉ឺបេតនឹងដើម្បីរៀបចំសម្រាប់ធ្វើកិច្ចការកងទ័ពជើងទឹកក្នុងការត្រៀមលក្ខណៈពង្រឹងកម្លាំងត្រៀមនៃកងទ័ពជើងទឹករកឆាំងនឹងលោកហ៊ុនសែននេះក៏ជារបៀបរករឿងមួយទៀតដែលមិនចេះចប់មិនចេះហើយណាដែលមិនចេះចប់មិនចេះហើយនេះគឺជារឿងដែលចេះតែកើតឡើងមិនចេះចប់មិនចេះហើយការរករឿងលោកហ៊ុនសែនគឺសៀមចង់បាននៅព្រំដែនមួយដូចលោកហ៊ុនសែនបានព្រមព្រៀងជាមួយនឹងយួនណារិនលឺច្បាស់ហើយនៅបើលឺមិនច្បាស់ចាញ់សិនហើយចូលវិញបងចាញ់សិនហើយចូលវិញទៅចាញ់ហើយចូលវិញច្បាស់ហើយបាទប្រពន្ធមុននេះមានការរអាក់រអួលតាក់ទងនឹងអ៊ីនធឺណិតបាទនៅខាងកម្ពុជាវិញបាទនៅខាងកម្ពុជាវិញលោកហ៊ុនសែនថ្ងៃទី20នេះផ្សាយអំពីទេសភាពកោះកុងណានឹងនិយាយអំពីទេសចរដោយគ្មានព័ត៌មានអីទេក្រសួងការពារប្រទេសកម្ពុជាផ្សាយពីទស្សនកិច្ចរបស់មន្ត្រីកងទ័ពបរទេសមកកាន់ប្រទេសកម្ពុជាមានជំនួបជាមួយនឹងលោកទាសីហានេះគឺជាព័ត៌មានរីឯព័ត៌មានដែលផ្សាយថាថៃលឺសូរផ្ទុះនៅក្បែរដូចជាថ្មដាអីហ្នឹងនៅពេលដែល AOT បានធ្វើដំណើរទៅពិនិត្យតំបន់ព្រំដែនបណ្ដាលឲ្យAOT ដកចេញពីតំបន់នោះខាងកម្ពុជាបាននិយាយថាលឺសូរផ្ទុះនៅខាងថៃប៉ុន្តែអត់មានអ្វីបន្តតទៅទៀតទេអត់មានអ្វីបន្តតទៅទៀតទេណាមនោវិជ្ជាកឹមមនោវិជ្ជាកូនស្រីរបស់កឹមសុខាដែលបច្ចុប្បន្នរស់នៅអាមេរិកបានសរសេរថាចាប់ពីមានចំនួនជាមួយថៃខ្ញុំបានជំរុញអាមេរិករកដោះស្រាយនិងបង្កើនទំនាក់ទំនងជាមួយកម្ពុជាដើម្បីដើរលើផ្លូវប្រជាធិបតេយ្យប៉ុន្តែបើកម្ពុជាគ្មានឆន្ទៈទំនាក់ទំនងនោះនឹងមិនទៅមុខការសរសេរបែបនេះជាការសរសេរបែបនេះរបស់កឹមមនោវិជ្ជាគ្មានន័យចំពោះហ៊ុនសែនហ៊ុនម៉ាណែតទេពីព្រោះអ្វីពាក្យថាជំរុញគឺជាពាក្យថ្លោសពេកហើយវាដែលមានខ្មែរណាដែលនៅអាមេរិកហ្នឹងអាចជំរុញរដ្ឋាភិបាលអាមេរិកបានវាអត់មានទេពីព្រោះខ្មែរនៅអាមេរិកនេះមានចំនួនតិចហើយខ្មែរនៅអាមេរិកនេះគ្មាន political representation ធំដុំទេអញ្ចឹងពាក្យជំរុញនេះជាពាក្យថ្លោស
ផ្លោដែលមិនជឿទេគ្មានអាណាទៅជំរុញត្រាំរដ្ឋការត្រាំអីបានអត់ទេអត់មានក៏មកនិយាយអត់មានទេណាគ្មាន influence ទេហើយជំរុញឲ្យកម្ពុជាមានតំណែងតំណងជាមួយអាមេរិកវាជារឿងល្អហើយក៏ប៉ុន្តែឲ្យដើរតាមផ្លូវប្រជាធិបតេយ្យសួរថាសហរដ្ឋអាមេរិកបច្ចុប្បន្ននេះណាកំពុងតែ promote លើកតម្កើងការកសាងលទ្ធិប្រជាធិបតេយ្យក្នុងលោកឬយ៉ាងណាចម្លើយថាអត់ទេអាមេរិកកាំងមិនបានយកចិត្តទុកដាក់លើការលើកតម្កើងលទ្ធិប្រជាធិបតេយ្យក្នុងលោកទេមិនបានទេអាមេរិកកាំងរវល់នឹងសេដ្ឋកិច្ចរបស់ខ្លួនពិភពលោកសពថ្ងៃនេះអត់មានរវល់រឿងស្អីក្រៅពីក្រពះទេដូច្នេះសម្ដីរបស់កឹមមនោវិជ្ជាជាសម្ដីដែលមិនជឿទេបាទកឹមមនោវិជ្ជាគ្មានអតិពលអ្វីគ្មានខ្លឹមសារអ្វីគ្មានណាគ្មានរឿងអ្វីដែលត្រូវលោកប្រទេសកម្ពុជាថៃគឺបានកើតឡើងជាច្រើនខែមកហើយទើបតែបានចុះបាននៅកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពជាមួយគ្នារវាងកម្ពុជាថៃកាលពីខែតុលាកន្លងអ្នកផ្សាយព័ត៌មាននៅស្រុកខ្មែរអាឡ័យតែសុចស៊ីផាប់ច្រើនពេកអត់ដឹងថាស្អីទេសអីសន្ធិសញ្ញាសន្តិភាពពីណាមកកិច្ចព្រមព្រៀងសន្តិភាពពីណាមកអត់មានទេអញ្ចឹងនេះអ្នកផ្សាយនៅក្នុងព័ត៌មានកម្ពុជាថ្មីឃើញសិតតែអត់មានយកចិត្តទុកដាក់រឿងហ្នឹងទេអញ្ចឹងទៅចាញ់ផ្សាយមកខុសទៅតែណាខុសទៅតែបាទចាញ់ផ្សាយមកខុសទៅតែមើលឥឡូវនេះមានតែជួនណាដោះចេញពីគុកនៅស្វាយរៀងមកចង់ឲ្យប៉ូលីស PM ថាអូបងហើយសំដៅឲ្យចាំបាក់តល់នេះអូនស្អែកបន្តិចមិនបានអូនកូននោះអ្នកផ្សព្វផ្សាយព័ត៌មានបើអត់ពួកហ្នឹងយើងមិនដឹងឈួតអីដឹងឡប់អីចាប់នៅណាអីណានេះមិនមែនឆ្នាំ2000ទេដោះអ្នកគុកចេញពីភ្នំពេញឆ្នាំ2000ចេញពីបាត់ដំបងសក់ក្រក់បែកណានេះ2025វិជាការហាត់មុខវើមាត់ចត់មើលម៉ាត់ប្រទេសអាមេរិកក៏មានយើងក៏មានមិនចង់ឲ្យបងប្អូនយើងសុំទោសហើយនិយាយទន់ខ្លួនហើយនេះសំណាងមិនប៉ះលោកឲ្យទាត់ធាក់ចុយប្រាក់នៅសារពោអាពេលនេះឈ្មោះលោកឪបាត់ដំបងបាទណាអាពេលនេះឈ្មោះលោកឪបាត់ដំបងវាចាញ់មកបើវាប្រកែណាឯងទៅទាត់ធាក់ហ៊ុនសែនមើលណាពួកអាពេលឯងនេះបាយសៃឯណាស្អីចង្អេងចងាងច្រើនអានេះឈ្មោះវាលោកឪបាត់ដំបងណាឃើញសារពោអាពេលស្រុកយើងមិនងាយកិច្ចរួចពីពួកអាពេលអស់ហ្នឹងទេបាទមិនងាយកិច្ចរួចទេមិនងាយកិច្ចរួចទេអានោះចឹងបន្តតទៅទៀតនៅឯខាងរដ្ឋាភិបាល$23អត់មានដីនៅណារដ្ឋាភិបាល$23អត់មានដីនៅអត់មានទីតាំងអត់មានគណៈរដ្ឋមន្ត្រីរៀបគណៈកម្មការចំពោះមុខអដែលគណៈកម្មការមុខមហិតបអដែលប្តឹងទៅ ICJ បាទបើតាមមើលទៅគេមិនមែនប្តឹងទៅ ICJ ទេគេប្តឹងទៅតុលាការ IC ស្រោមសម្បត្តិណាលោកសំរងស៊ីកំពុងតែរៀបចំគ្នាគាត់ប្តឹងទៅតុលាការ IC ស្រោមសម្បត្តិដើម្បីនឹងប្តឹងពីសៀមដើម្បី IC ស្រោមសម្បត្តិណាហ្នឹងសិតតែរឿងដែលគេយកមកធ្វើជាឈុតឆាកជួយលោកហ៊ុនសែនបញ្ឆេះឲ្យថៃគេបសង្កត់លើខ្មែរដែលជ្រកនៅប្រទេសថៃរកការងារចិញ្ចឹមជីវិតណានឹងអញ្ចឹង